សូមជូនច្រកទ្វារព្រះនិព្វានអនុសតិកម្មដ្ឋានភាគទី44សូមសប្បុរសទាំងឡាយសិក្សានៅក្នុងទេវានុសតិជាបន្តទៀត6ទេវានុសតិទេវានុសតិគឺជាការតម្កល់សតិគឺស្មារតីនិងញាណគឺបញ្ញានឹករលឹកដល់គុណធម៌ទាំងឡាយដូចជាសទ្ធាសីលៈសុត្តៈចាគៈបញ្ញាដែលបុគ្គលនោះមាននៅក្នុងចិត្តរហូតញ៉ាំងអត្តភាពឲ្យคล้ายទៅជាទេវតាទុកជាបន្ទាល់ហើយក៏សំយោគថាគុណធម៌ទាំងនោះគឺសទ្ធាសីលៈសុត្តៈចាគៈបញ្ញានឹងឯងក៏មាននៅក្នុងចិត្តរបស់អាត្មាអញពេលនេះដូចគ្នាដែរពោលគឺភិក្ខុត្រូវនឹករលឹកជារឿយដល់គុណធម៌ទាំងឡាយរបស់ពពួកទេវតាទាំងនោះដែលគឺជាទេវតាជាន់ចាតមហារាជិកាទេវតាជាន់តាវតឹងទេវតាជាន់យាមាទេវតាជាន់តោសិតទេវតាជាន់និមានរតីទេវតាជាន់បរនិមិត្តវសវតីនិងមានទេវតាលើសពីនេះទៅទៀតហៅថាព្រំក៏មានទេវតាទាំងអស់អង្គនោះសុទ្ធតែប្រកបដោយគុណធម៌ទាំងឡាយដូចជាសទ្ធាសីលៈសុត្តៈចាគៈបញ្ញាទើបបានជាចុតិគឺស្លាប់អំពីមនុស្សលោកបានទៅកើតជាទេវតាក្នុងឋាននោះហើយគុណធម៌ទាំងនេះអាត្មាអញក៏មានឬក៏កំពុងតែញ៉ាំងឲ្យមានដូចគ្នាដែរសទ្ធាគឺជាជំនឿដែលជាការជឿជាក់មាំមួនលើហេតុផលកម្មផលបាបបុណ្យគុណទោសជាដើមសីលៈគឺជាវិរតចេតនាដែលវាចាអំពើអាក្រក់ការកាន់ឬការប្រព្រឹត្តល្អដោយកាយដោយវាចាការមិនប្រព្រឹត្តកន្លងនៅសិក្ខាបទឬវិន័យបញ្ញត្តិការកាន់ចរិយាល្អការសង្រួមអង្គនៃចរិយាចរិតល្អចរិយាល្អមេរយាទល្អសេចក្តីល្អគតិល្អលក្ខណៈល្អនិស្ស័យល្អអធ្យាស្រ័យល្អប្រក្តីល្អទម្លាប់ល្អសណ្ដាប់ធ្នាប់ល្អឡាសុត្តៈគឺជាកិរិយាស្ដាប់ធម៌របស់សប្បុរសចាគៈគឺជាការឲ្យឬការលះឲ្យដែលជាការលះវត្ថុណាមួយចំពោះបដិគាហកៈដើម្បីសង្កត់សង្កិននៅលោភៈនិងមច្ឆរិយៈឲ្យស្រាលស្ដើងចាខន្ធសន្តានជាប្រយោជន៍ដល់ការលះឲ្យដាច់ស្រឡះគឺមិនជាប់ជំពាក់ដោយតណ្ហាឡើយបញ្ញាគឺជាប្រាជ្ញាការដឹងច្បាស់ការពិចារណាការពិចារណាឃើញការកំណត់ដឹងការកំណត់ដឹងសពភាពនៃការឆ្លៀសវៃភាពនៃការវៀងវៃភាពនៃបញ្ញាដ៏ពេញលេញសេចក្តីយល់ច្បាស់ការគិតការរំពឹងប្រាជ្ញាក្រាស់ប្រាជ្ញាសម្រាប់ទម្លាយបង់នៅកិលេស
ប្រាជ្ញាសម្រាប់ដឹកនាំប្រាជ្ញាសម្រាប់ឃើញច្បាស់សេចក្តីដឹងច្បាស់ភាពនៃការទម្លុះបញ្ញាឥន្ទ្រីគឺបញ្ញាកម្លាំងគឺបញ្ញាសត្រាគឺបញ្ញាប្រាសាទគឺបញ្ញាពន្លឺគឺបញ្ញារស្មីគឺបញ្ញាការរុងរឿងគឺបញ្ញាកែវគឺបញ្ញាសេចក្តីមិនវង្វេងការពិចារណាធម៌សេចក្តីយល់ត្រូវកាលណាភិក្ខុបានរលឹករឿយនៅគុណធម៌របស់ពពួកទេវតាទាំងនោះជាចំណែកមុនហើយលើកយកសទ្ធាតិគុណរបស់ខ្លួនជាដើមដែលមានដូចគ្នានឹងពពួកទេវតាទាំងនោះជាចំណែកខាងក្រោយតាមន័យដូចបានបរិយាយមកហើយនៅខាងលើនេះគឺចិត្តរបស់ភិក្ខុក៏នឹងបានប្រាចាកនៅរាគៈតិកិលេសតម្កល់នៅត្រង់ចំពោះសទ្ធាតិគុណជាដើមនោះដែលជាហេតុញ៉ាំងឲ្យនិវរណធម៌ទាំង5បានទ្រោមចុះទៅហើយអង្គឈានទាំងឡាយ5ក៏កើតមានឡើងជាលំដាប់រហូតដល់នាំចិត្តឲ្យបានពាល់ត្រូវនៅឧបចារសមាធិដូចគ្នានឹងពុទ្ធានុសតិកម្មដ្ឋាននោះដែរនៅក្នុងសុតនបិដកខុទ្ទកនិកាយទុសមភាគភាគទី61ព្រះសម្មាសម្ពុទ្ធសម្ដែងថាបបិទ្ធមហានាមមួយវិញទៀតព្រះអង្គគប្បីរលឹកនៅពួកទេវតាថាពួកទេវតាជាន់ចាតមហារាជិកៈមានពួកទេវតាជាន់តាវតឹងមានពួកទេវតាជាន់យាមៈមានពួកទេវតាជាន់តោសិតមានពួកទេវតាជាន់នមានរតីមានពួកទេវតាជាន់បរណមិត្តវសវតីមានពួកទេវតាដែលរាប់បញ្ចូលក្នុងពួកព្រហ្មមានពួកទេវតាតពីនោះទៅទៀតក៏មានពួកទេវតាទាំងនោះប្រកបដោយសទ្ធាមានសភាពយ៉ាងណាចយុទ្ធគឺស្លាប់អំពីទីនេះទៅកើតក្នុងទីនោះអាត្មាអញមានសទ្ធាមានសភាពដូចនោះដែរពួកទេវតាទាំងនោះប្រកបដោយសិលមានសភាពយ៉ាងណាចយុទ្ធគឺស្លាប់អំពីទីនេះទៅកើតក្នុងទីនោះអាត្មាអញមានសិលមានសភាពដូចនោះដែរដូចគ្នានឹងពពួកទេវតាទាំងនោះប្រកបដោយសុត្តៈមានសភាពយ៉ាងណាចយុទ្ធគឺស្លាប់អំពីទីនេះទៅកើតក្នុងទីនោះអាត្មាអញក៏មានសុត្តៈមានសភាពដូចនោះដែរពួកទេវតាទាំងនោះប្រកបដោយចាគៈមានសភាពយ៉ាងណាចយុទ្ធគឺស្លាប់អំពីទីនេះទៅកើតក្នុងទីនោះអាត្មាអញមានចាគៈមានសភាពដូចនោះដែរពពួកទេវតាទាំងនោះប្រកបដោយបញ្ញាមានសភាពយ៉ាងណាចយុទ្ធអំពីទីនេះទៅកើតក្នុងទីនោះអាត្មាអញមានបញ្ញាមានសភាពដូចនោះដែរបបិទ្ធមហានាមអរិយសាវករលឹកនៅសទ្ធាសីលៈសុត្តៈចាគៈបញ្ញារបស់ខ្លួនផងរបស់ពួកទេវតាទាំងនោះផងក្នុងសម័យណាអរិយសាវកនោះឥតមានរាគៈរូបរិទ្ធចិត្តបានឥតមានទោសៈរូបរិទ្ធចិត្តបានឥតមានមោហៈរូបរិទ្ធចិត្តបានក្នុងសម័យនោះចិត្តរបស់អរិយសាវកនោះជាចិត្តត្រង់ក្នុងសម័យនោះបបិទ្ធមហានាមលុះអរិយសាវកមានចិត្តត្រង់ប្រារព្ធនៅពួកទេវតាហើយតែងមានសេចក្តីយល់នៅអត្តបានសេចក្តីយល់នៅធម៌បានសេចក្តីរីករាយគឺបាមកៈប្រកបដោយធម៌
កាលបើអរិយសាវកមានចិត្តរីករាយហើយបៃតៈក៏កើតមានឡើងកាលបើអរិយសាវកមានចិត្តប្រកបដោយបៃតៈហើយកាយក៏ស្ងប់រងាប់គឺបស្សទ្ធិលុះអរិយសាវកមានកាយស្ងប់រងាប់ហើយតែងទទួលបាននៅសេចក្តីសុខគឺសុខៈកាលបើអរិយសាវកមានសេចក្តីសុខហើយចិត្តក៏តាំងនៅល្អគឺមានសមាធិបបិទ្ធមហានាមអរិយសាវកនេះតថាគតហៅថាអ្នកដល់នៅការស្មោះស្មើក្នុងពួកសត្វដែលមិនមានសេចក្តីស្មោះស្មើអ្នកមិនមានព្យាបាទក្នុងពួកសត្វដែលមានសេចក្តីព្យាបាទអ្នកដល់នៅខ្សែនៃធัวតែងចម្រើននៅទេវតានុសតិបបិទ្ធមហានាមព្រះអង្គកំពុងស្ដេចយាងក្តីគប្បីចម្រើនថេតៈឈរក្តីគប្បីចម្រើនគួងក្តីគប្បីចម្រើនទុំក្តីគប្បីចម្រើនផ្គងការងារក្តីគប្បីចម្រើនគ្រប់គ្រងនៅទីផ្ទុំដែលចង្អៀតដោយព្រះរាជបុត្រក្តីក៏គប្បីចម្រើននៅទេវតានុសតិនេះបានដែរសេចក្តីនៅក្នុងទីខ្លះលោកបានពន្យល់ថាទេវធម៌គឺជាធម៌សម្រាប់ទេវតាឬធម៌សម្រាប់ធ្វើបុគ្គលឲ្យបានទៅជាទេវតាទេវធម៌មានពីរយ៉ាងគឺហិរិ ជាសេចក្តីខ្មាស់អំពើអាក្រក់និងអោតបៈជាសេចក្តីរាងចាលខ្លាចរអានឹងអំពើអាក្រក់មនុស្សមានហិរិនិងអោតបៈហៅថាអ្នកមានទេវធម៌សេចក្តីនៅក្នុងសុតនបិដកខុទ្ទកនិកាយជាដកសត្តមភាគឯកនិបាតជាដកភាគទី58បណ្ឌិតគប្បីសិក្សាក្នុងព្រះមហេសាសរាជកុមារពោធិសត្វដែលបានពោលថាពួកសប្បុរសអ្នកមានចិត្តស្ងប់រងាប់បរិបូរដោយហិរិនិងអោតបៈតាំងមាំហើយក្នុងធัวសលោកពោលថាមានទេវធម៌ក្នុងលោកបុគ្គលដែលមានទេវធម៌នៅក្នុងខ្លួនតែងតែចេះក្រែងរអាចំពោះអំពើបាបភិក្ខុដែលញ៉ាំងចិត្តឲ្យប្រកបនៅក្នុងទេវានុសតិជារឿយនឹងបានជាទីស្រឡាញ់ពេញចិត្តរបស់ពពួកទេវតាទាំងឡាយនឹងបាននៅសទ្ធាតិគុណដ៏ទូលំទូលាយយ៉ាងក្រៃលែងហើយស្ថិតនៅក្នុងអរិយាបថទាំង4ហើយក៏នឹងជាអ្នកចម្រើនដោយបៃតៈបាមកៈថែមទៀតកាលបើមិនទាន់បាននៅឧត្តរធម៌គឺធម៌ជាន់ខ្ពស់នោះទេក៏នឹងបាននៅសុគតិសម្បត្តិប្រព្រឹត្តទៅនៅខាងមុខដោយពិតព្រោះហេតុនោះទើបលោកតែងតែក្រើនរំលឹកដាស់តឿនដល់សាធុជនយ៉ាងដូចនេះថាតាស្មាហវេអបមាទាំងកយិរាថៈសុមេធៈសោអេវੰមហានុភាវេយៈទេវានុសតិយាសតិមានសេចក្តីថាព្រោះហេតុនោះភិក្ខុអ្នកមានប្រាជ្ញាល្អគប្បីធ្វើនៅសេចក្តីមិនប្រមាទតែម្យ៉ាងក្នុងទេវានុសតិដែលមានអានុភាពធំយ៉ាងនេះឲ្យបានសពកាលទាំងពួងសូមញាតិញោមសាធុសប្បុរសទាំងឡាយមេត្តារង់ចាំស្ដាប់អនុសតិកម្មដ្ឋានភាគទី45ជាបន្តទៀតសូមអនុមោទនា